đê mà khả này ta chuyện chẳng đê đó là đê nó mà được riêng kiểu ý cả sự thiệt vàនៅតំបន់នេះគឺ14 អង្សានៅពេលព្រឹកចឹងសត្វឆ្មាគឺចាញ់ត្រជាក់ណាស់បាទសត្វឆ្មាចាញ់ត្រជាក់ណាស់អត់តែមេឃត្រជាក់ចឹងដេកអូយដេកបាទងើបដល់រកចំណីរួយហើយអាសំណប់ចិត្តដេកទៀតហ្នឹងមកទៅក្រៅទៅចំណីមកមីណោមីទៅហើយក្រោយមិនជិះនោះញ៉ាំបងអូនធំតន់គ្នាแล้วហើយធំតន់គ្នាแล้วហើយមកឆ្នាំទៀតប៉ិនគ្នាចាំកន្លែងគេពីកាប៊ូនេះអត់មកមើលក្នុងទូមានអីស៊ីអត់បងប្អូនអើយជួយ like ជួយ share ជួយ subscribe ផង YouTube បើដៃថ្មីមួយនេះអាយុ2 ឆ្នាំហើយមួយនេះគឺ1 ឆ្នាំកន្លះបាទ1 ឆ្នាំកន្លះនោះមេធំផើមទៀតហើយបាទជិតកើទៀតហើយនេះជិតកើទៀតហើយបងប្អូនណាដែលត្រូវការបាទសូមcomment នៅក្រោមនឹងមកដល់ពេលនេះកើតហើយអាចផ្ញើឲ្យបានសម្រាប់បងប្អូនដែលស្រឡាញ់ពេញចិត្តចង់ចិញ្ចឹមសត្វឆ្មាសត្វឆ្មានេះក៏វាមានអត្ថប្រយោជន៍ច្រើនណាស់ដែរសម្រាប់យើងនៅក្នុងផ្ទះគឺវាអាចជួយចាប់សត្វកណ្ដុរបាទវាអាចទៅតាមជំនឿចាស់ពីបុរាណក៏វាអាចទៅការពារអំពើអាក្រក់អីបានខ្លះដែរបាទជាពិសេសបើបានឆ្មាសម្បុរ3កាន់តែល្អឆ្មាសម្បុរ3ឆ្មានេះកាលណាបើសិនជាវារត់មកនៅផ្ទះយើងគឺបានន័យថាវាមកដើម្បីរំដោះគ្រោះយើងហើយតាមជំនឿចាស់បុរាណណាបើតាមសម័យបច្ចុប្បន្នយើងអត់ទេគឺទិញយកមកចិញ្ចឹមតែម្ដងហើយឆ្មាដែលមានរូបស្អាតបាតឃ្យូតអីនេះគឺថ្លៃបាទថ្លៃខុសពីឆ្មាស្រែយើងនេះគឺមិនមានតម្លៃអ្វីទេឆ្មាស្រែយើងនេះសុំគ្នាចិញ្ចឹមឬអ្នកខ្លះគេអត់ចូលចិត្តចិញ្ចឹមទេដោយសារតែខ្ពើមរអើមទៅលើអាចនោមវារោមវាបាទអញ្ចឹងសត្វឆ្មាគឺរោមវាផុយណាស់បាទជំរុះស្ទើរតែគ្រប់ទីកន្លែងប៉ះខោជាប់ខោប៉ះអាវជាប់អាវហើយជួនកាលទៀតទៅពេលវាស៊ីចំណីអីច្រើនធ្វើវាក្អួតពេញក្នុងផ្ទះបាទចឹងហើយសារតែយើងអត់បានថែធួនវាបើឆ្មាលំអគេអាទូយ៉ាងហ្នឹងចាស់គេស្រឡាញ់គេថែថ្នមគេដុសក្អែលលាងសម្អាតមាត់ជាអីវាភ្នែកអីវាពួកនេះរស់នៅតាមធម្មជាតិរបស់វាទេអាចភ្នែកក៏មានដែរបាទអរគុណច្រើន